នៅពេលដែលយើងប្រើប្រាស់ VMware ឬក៏ VirtualBox ដើម្បី install Linux នៅក្នុងការប្រើប្រាស់អ្វីផ្សេងៗឬក៏ដើម្បីការសិក្សាស្រាវជ្រាវទៅលើ Linux យើងតែងតែជួបផលលំបាកមួយបាទផលលំបាកនោះគឺការ access និង interact ទៅកាន់ server នឹងតែម្ដងអ្នកទាំងអស់នេះឃើញ mouse របស់ខ្ញុំនៅខាងក្រៅបាទពេលខ្លះយើងអត់បានចាប់អារម្មណ៍ទេយើងព្យាយាម log in វា typing ប៉ុន្តែវាអត់ឃើញ interact ជាមួយនឹង server នឹងទេដោយសារអីដោយសារ VMware គឺយើងត្រូវការ click វាជាមុនសិនបានយើងអាចទៅសរសេរបានហើយពេលខ្លះ click ដូចមិនអញ្ចឹងបាទដូចមិនអញ្ចឹងខ្ញុំ click ហើយប៉ុន្តែក៏វានៅមិនទាន់អាច interact បានទៀតបាទអញ្ចឹងវាបង្កផលលំបាកឲ្យយើងណាបាទខ្ញុំខ្លួនឯងក៏មានផលលំបាកដែរពេលខ្លះខ្ញុំ typing user អីមួយក៏វាអត់appear នៅលើ screen ដែរបាទអញ្ចឹងដូច្នេះនៅក្នុងវីដេអូនេះខ្ញុំបង្ហាញអំពីការប្រើប្រាស់បាទ remote ទៅលើ SSH បាទអញ្ចឹងយើងត្រូវ install SSH នៅក្នុង Linux ដើម្បីយើងអាច remote ចេញពីបាទ command prompt នេះក៏បានបាទយើងអាចប្រើប្រាស់ software ដើម្បី remote ក៏បានដែរបាទអញ្ចឹងថាតើដើម្បី enable SSH នៅក្នុង Linux បាទ version ណាក៏ដូចគ្នាដែរតែយើងធ្វើយ៉ាងម៉េចបាទចុចជាដំបូងខ្ញុំសុំ login ជា root បាទឃើញនៅពេលដែលខ្ញុំ enter វាអត់ affect ទេអញ្ចឹងតើខ្ញុំ click ម្ដងហើយម្ដងទៀតបានវា interact បានបាទឥឡូវនេះវា error វាមានបកកផលលំបាកអញ្ចឹងបាទពេលខ្លះគឺយើង enter ទៅវាចាក់ចេញពីវា release mouse ឬក៏ release interaction ចេញពី screen នឹងតែម្ដងបាទអញ្ចឹងកុំឲ្យមានផលលំបាកបាទអញ្ចឹងនៅពេលដែលអ្នកទាំងអស់នេះចង់ release mouse បាទខ្ញុំសូមបញ្ជាក់បន្តិចបើចង់ release mouse ដូចអញ្ចេះយើង press Ctrl L ក្នុងពេលតែមួយនៅលើ keyboard បាទ press Ctrl L តែក្នុងពេលតែមួយនៅលើ keyboard អ្នកទាំងអស់នេះនឹងឃើញ mouse របស់យើងអាចរំកិលចេញទៅក្រៅបានបាទប៉ុន្តែដល់ពេលដែលយើងចង់ interact Ubuntu នឹងវិញ click លើ screen របស់ Ubuntu វិញទៅយើងអាច interact Ubuntu នឹងវិញបានបាទអញ្ចឹងកាលពីវីដេអូមុនគឺខ្ញុំបានបង្ហាញអំពីរបៀបនៃការយក IP address ឲ្យដូចបាទ rank ជាមួយនឹងបាទម៉ាស៊ីន real របស់យើងបាទ rank ដូចគ្នាហើយអញ្ចឹងនេះគឺជា IP របស់ Ubuntu បាទប៉ុន្តែ IP របស់ Ubuntu នេះគឺបាន randomly ឯងបាទដែលមាន adapter ENS33 នេះបាទ ENS33 នេះគឺជាadapter ទី1របស់ Ubuntu ដែលយើងបាន install មកបាទបើសិនជា IP នឹង random បាទថ្ងៃក្រោយវាដូរទៅជាលេខផ្សេងវិញតើយើង SSH remote មក server នឹងតាមរយៈ IP មិនវិញទៅបាទអញ្ចឹងជាបណ្ដោះអាសន្នសិនទេបាទយើងប្រើប្រាស់ IP នេះបាទនៅក្នុងវីដេអូមួយនេះគឺខ្ញុំគ្រាន់តែចង់បង្ហាញអំពីរបៀបនៃការ enable SSH ដើម្បីយើងអាច remote ពី computer ដទៃទៀតមកកាន់ server នេះបាទមកកាន់ server នេះអញ្ចឹងសូម note IP នេះយើងនឹង remote តាមរយៈ IP នេះពីខាងក្រៅមកបាទសូមបញ្ជាក់ដែរថា requirement ដែលយើងត្រូវការទី1គឺយើងត្រូវការ root user បាទយើងត្រូវការ root user និងទី2យើងត្រូវការ internet connection ដើម្បីធ្វើកិច្ចការនេះបាទអញ្ចឹង requirement គឺមានចំនួន2ហ្នឹងបាទប្រសិនបើអ្នកទាំងអស់គ្នាមិនមាន internet ក្នុងការ install package ផ្សេងៗទេគឺមិនអាចដំឡើង service នឹងបានទេបាទអញ្ចឹងសូមរៀបចំ internet មុននឹងយើងធ្វើការ install បាទឥឡូវខ្ញុំចាប់ដើម testing តើខ្ញុំ connect ទៅកាន់ internet បានឬក៏មិនទាន់បានបាទនេះអញ្ចឹងខ្ញុំបាន test រួចហើយគឺ
យើងមាន internet connection ចេញពី line nuts របស់យើងបាទការ ping បែបនេះគឺវានឹង ping រហូតបាទបើសិនជាយើងចង់បញ្ឈប់វាយើង press control ហើយបូកនឹងអក្សរ C បាទនោះវានឹងបញ្ឈប់ក្នុងការ ping បាទអញ្ចឹងខ្ញុំសូម clear screen បាទឥឡូវខ្ញុំចាប់ដើម install apt បាទ apt install open ssh server នេះគឺជាឈ្មោះ package ដែលយើងត្រូវ install ដើម្បីអាចឲ្យយើង remote មក Ubuntu ហ្នឹងតាមរយៈ SSH protocol បាទអញ្ចឹងយើង install វាបាទវាត្រូវការ internet បាទហើយត្រូវការ data ប្រហែលជា1 មេទេបាទនេះ download size 1 megabyte ទេបាទអញ្ចឹងតិចបំផុតបាទអញ្ចឹង press yes មកបាទលឿនទេបាទពីព្រោះវាopen SSH នេះគឺទំហំវាតូចដែរទេបាទអូខេនៅពេលដែលយើងចង់ប្រើ command ឡើងវិញយើងចុចសញ្ញាព្រួញឡើងលើចុះខោមវានឹងបង្ហាញអ្វីដែលយើងធ្លាប់ប្រើប្រាស់បាទអូខេឥឡូវយើងបានដំឡើង SSH package រួចហើយយើងគ្រាន់តែទៅ config SSH ហ្នឹងបាទអញ្ចឹងដើម្បី config SSH ហ្នឹងគឺយើងត្រូវប្រើ editor ដើម្បី modify file របស់ SSH ដើម្បីឲ្យវាដំណើរការក្នុងការទទួល remote ពីខាងក្រៅបាទ file របស់ SSH គឺនៅក្នុង /etc ssh sshd underscore config d បាទ underscore config បាទអត់មាន d ទេបាទដូច្នេះបាទអ្នកទាំងអស់នេះត្រូវប្រើ vi សិនបាទ vi ស្អីគេទៅជា vi បាទ vi គឺជា editor ជា software បាទដូច notepad នៅក្នុង Windows របស់យើងអញ្ចឹងបាទអញ្ចឹងយើងត្រូវប្រើ vi ដើម្បី open file មួយហ្នឹងបាទនេះគឺជា file configuration របស់ SSH បាទហើយ file នេះត្រូវបានបើកដោយប្រើប្រាស់កម្មវិធី Vim បាទ Vim editor ដូចខ្ញុំបានបញ្ជាក់កន្លងមកបាទ editor របស់ Linux គឺមានច្រើនបាទហើយ Vim ក៏ជា editor ពេញនិយមមួយដែរបាទដើម្បីធ្វើការ modify ឬក៏សរសេរ file នៅក្នុងកម្មវិធី Vim នេះបានអ្នកទាំងអស់គ្នាត្រូវ press I នៅលើ keyboard បាទសូមផ្ទៀងផ្ទាត់កន្លែងនេះបាទនេះគឺជា path របស់ file មួយហ្នឹងបាទ file មួយហ្នឹងយើងបើកមក path វានៅណានេះ /etc ssh sshd config ចឹងអ្នកទាំងចំណាំមើលកន្លែងនេះនៅពេលដែលខ្ញុំ press I វានឹង load ទៅជាសញ្ញា insert នៅពេលដែលអ្នកទាំងនេះឃើញសញ្ញា insert អ្នកទាំងនឹងឃើញ cursor load blinking នៅនេះហើយបាទអញ្ចឹងនៅពេលដែលឃើញ cursor load blinking និងឃើញអក្សរ insert នៅទីនេះយើងអាចសរសេរឬក៏លុបអ្វីមួយបានណាបាទអ្វីដែលអ្នកទាំងនេះត្រូវកែប្រែគឺលុបកន្លែង port នេះលុបសញ្ញា hash នេះចេញ address family លុបនេះចេញ address listening ក៏លុបដែរហើយអានេះបើសិនបើយើងប្រើប្រាស់ network យើងប្រើប្រាស់ IP version 6យើងត្រូវលុបវាដូចគ្នាអានេះ listening ចេញមានន័យថា IP ណាក៏អាច remote មកបានដែរអត់ specific ទៅលើលេខនេះបាន access បានលេខនេះបាន access បានទេប៉ុន្តែបើសិនជាយើងចង់ specific ថាតលតែ IP មួយហ្នឹងបានអាច remote server បានអញ្ចឹងអ្នកទាំងនេះកំណត់ IP នៅកន្លែងនេះតែម្ដងតែបើសិនបើយើងដាក់000បែបនេះមានន័យថាពី IP address ណាមួយក៏បានដែរឲ្យតែស្ថិតនៅក្នុង rank តែមួយបាទអូខេ port លេខ22បាទជា port default របស់ SSH protocol បាទអញ្ចឹងអ្នកទាំងនេះត្រូវដកសញ្ញា hash នេះចេញការដកសញ្ញា hash មានន័យថាដក comment នៅពេលដែលឃើញមានសញ្ញា hash នៅពីខាងមុខនៃអក្សរណាមួយឬក៏ key
word ណាមួយ keyword ទាំងនោះគឺមិនដំណើរការទេបាទពីព្រោះមានសញ្ញា hash នៅពីខាងមុខតែបើសិនជាដកសញ្ញា hash ចេញមានន័យថា keyword ហ្នឹងគឺ affect វាដំណើរការបាទអញ្ចឹងយើងលុបកន្លែងហ្នឹងចោលមួយហើយនឹងលុបកន្លែងនេះមួយទៀតបាទ permit root login តើយើងអនុញ្ញាតឲ្យ root នេះ login ដោយប្រើ protocol SSH ដែរឬទេបាទ yes អញ្ចឹងលុបអា prohibit password នេះដោយផ្លាស់ប្ដូរវិញទៅជា yes បាទអញ្ចឹងអ្នកទាំងនោះត្រូវកែប្រែនៅក្នុង file ហ្នឹងគឺមានតែកន្លែងនេះបាទនិងកន្លែងនេះទេក្រៅពីហ្នឹងមិនចាំបាច់ប៉ះពាល់អីទាំងអស់បាទបន្ទាប់ពីធ្វើការកែសម្រួលទៅលើ configuration file ហ្នឹងហើយយើងអាច save file ហ្នឹងបានតើដើម្បី save file ហ្នឹងនៅក្នុង editor Vim ហ្នឹងយើងត្រូវធ្វើយ៉ាងម៉េចបាទ press escape នៅលើ keyboard វាបាត់អសញ្ញា insert នៅកន្លែងនេះបាត់ហើយបាទ press escape ហើយយើងវាយសញ្ញា column បាទអ្នកឃើញកន្លែងនេះបាទសញ្ញា column ឃើញ cursor វាលោតភ្លឹបៗបាទrồiហើយយើងវាយអក្សរ x អក្សរ x ហ្នឹងគឺជាអក្សរ x តូចបាទមានន័យថា exit ជាមួយនឹង save file យើង enter មកមានន័យថា file នោះត្រូវបានរក្សាទុកបន្ទាប់ពីកែប្រែបាទឥឡូវនេះយើងអាច remote ចេញពីម៉ាស៊ីនណាមួយបានណាបាទហើយខ្ញុំអាច remote ចេញពី command prompt របស់ខ្ញុំបានបាទសាកល្បងមើល SSH IP address របស់ server 192.16.50 នេះគឺជា IP address របស់ server បាទអញ្ចឹងយើង enter មកបាទ yes are you sure you want to continue connecting yes I want to connect press yes បាទ sorry press yes បាទ okay enter password បាទ password របស់ user បុនថាគឺ1 2 3 4 5បាទនេះគឺជា line notes ដែលយើងប្រើ command prompt បាទយើងប្រើ command prompt ដើម្បី remote បាទអញ្ចឹងអ្នកទាំងអស់គ្នាមិនចាំបាច់ប្រើប្រាស់បាទ VMware ឬក៏ VirtualBox ដើម្បី access ទៅកាន់ line note ទៀតទេបាទអញ្ចឹងខ្ញុំសូម minimize បាទអញ្ចឹងអ្នកនឹងឃើញបាទខ្ញុំអត់មានប្រើប្រាស់ VMware ទៀតទេបាទខ្ញុំអាចប្រើប្រាស់បាទ command prompt របស់ខ្ញុំដើម្បី access ទៅកាន់ line notes បានបាទ sudo បាទ su បាទ1 2 3 4 5 password របស់បុនថាបាទអូខេបាទ sorry 1 2 3 4 5បាទអូខេមិញវាយខុសបាទអញ្ចឹងនេះគឺជារបៀបនៃការ enable បាទ SSH នៅក្នុង line notes បាទអូខេហើយនឹង remote ដោយប្រើប្រាស់ software មួយគឺ command prompt របស់ Windows បើសិនបើអ្នកទាំងអស់គ្នាមាន MacBook អាចប្រើ terminal ដើម្បី remote បានឬមួយអ្នកទាំងអស់គ្នាអាចប្រើប្រាស់កម្មវិធីមួយឈ្មោះថា Putty នេះបានបាទកម្មវិធី Putty នេះគឺជាកម្មវិធីដែលអាចប្រើប្រាស់ remote បាទទៅកាន់ឧបករណ៍ផ្សេងៗដែលអាចមាន SSH protocol នឹងដូចគ្នាបាទអញ្ចឹងបើសិនជាខ្ញុំវាយ command IP កន្លែងនេះ 192.168.50 នៅកន្លែងនេះបាទហើយខ្ញុំចុច open វានឹង connect ទៅកាន់បាទ Ubuntu ដូចគ្នាបាទយើង press yes ទៅដូចមិញហ្នឹងវាសួរយើងដែរតានៅក្នុង command prompt មិញហ្នឹងយើង click yes អានេះ click command prompt នោះវាសួរសំណួរបាទអញ្ចឹងនេះគឺជាកម្មវិធី Putty បាទកម្មវិធី Putty យើងអាច log in ជា root បាទ password របស់ root 1 2 3 4 5ដែរបាទអ្នកទាំងអស់នេះអាចប្រើប្រាស់កម្មវិធីអ្វីក៏បានដែរដែលអាច remote ទៅកាន់ server បានបាទអូខេចឹងនេះគឺជារបៀបនៃការ enable
SSH protocol នៅក្នុង Linux Ubuntu ដើម្បីអនុញ្ញាតឲ្យយើង remote ចេញពីម៉ាស៊ីនណាមួយដែលស្ថិតនៅក្នុង network ដូចគ្នាបាទអូខេអញ្ចឹងវីដេអូមួយនេះសូមបញ្ចប់តែប៉ុណ្ណេះបាទអរគុណ